ក្មេងកំព្រីគ្មានឪពុកម្ដាយតើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំរបស់របររបស់គាត់ទាំងអស់សុទ្ធតែជារបស់យើងលោកអូនស្រះចិញ្ចឹមបង្គារបស់ខ្ញុំបានក្លាយជាអ្នកចិត្តខាងសេរីគឺខុនសូតវងទីលាននេសាទនាងតែងតែជ្រើសរើសមកពេលដែលខ្ញុំមិននៅមើលបរិសម្នាក់នេះទៅគាត់ពិតជាខ្លាំងមែនអាហាសៀវម៉ូត្រឡប់មកវិញហើយបង្គារបស់អ្នកមើលទៅពិតជាល្អណាស់សូមឲ្យខ្ញុំផ្ដល់ឲ្យអ្នកនៅរសជាតិមីងវ៉ាងភោជនីយដ្ឋានបង្គាដ៏ខូខើនេះតម្លៃទិញគឺ80 យួនក្នុងមួយឯកសារសំណាញ់របស់អ្នកចាប់បានរាប់រយរួចហើយដុំមែនហើយបង្គារបស់អ្នកឆ្ងាញ់ជាងបង្គានៅខាងក្រៅអាហារដែលពួកគេលក់មានរសជាតិឆ្ងាញ់ជាងអ្នកមិនចាំបាច់ចំណាយប្រាក់អ្វីទេក្រៅពីនេះអ្នកជាមនុស្សពេញវ័យហើយបរិសម្នាក់ដែលគ្មានប្រពន្ធឬកូនតើមនុស្សម្នាក់អាចញ៉ាំបានច្រើនបែបនេះទេពួកវានឹងស្នាក់នៅទីនោះហើយស្លាប់ដោយសារវ័យចំណាស់នៅនោះជាការខ្ជិះខ្ជាយណាស់ខ្ញុំនៅទីនេះដើម្បីជួយអ្នកសម្អាតស្តុករបស់អ្នកក្រណាត់រោមជាមមីងវ៉ាងអ្នកមិនអាចធ្វើបែបនេះបានទេទាំងនេះជាបង្គារបស់ខ្ញុំតើអ្នកកំពុងនិយាយអ្វីក្មេងតើអ្នកចង់មានន័យយ៉ាងណាដល់បទខ្លះរបស់អ្នកការអ្នកនៅតូចអ្នកត្រូវបានផ្ដាច់ចេញពីផ្លែពោតហើយគ្មានអ្វីសោះហូបលោកខាងលិចតើអ្នកណាយកចានដំបងចេញតើពួកគេបានឲ្យអ្នកញ៉ាំស្រូវសាលីខ្ញុំនឹងហើយឥឡូវនេះអ្នកនឹងអង្វរខ្ញុំប្រសិនបើខ្ញុំស៊ីបាននេះរបស់អ្នកពីមិនទេជួនកំណាចដែលមិនដឹងគុណវាជារឿងចាស់ដែលម្ដងទៀតគ្មានវិធីណាដើម្បីវេចញែកជាមួយនឹងទេមិនអីទេមីងវ៉ាងអ្នកអាចរកវាបានវាកាន់តែស្រដៀងគ្នាទៅទៀតយើងទាំងអស់គ្នាជាក្រុមគ្រួសារកុំមានចិត្តចង្អៀតពេកជ្រើសរើសមួយធំហើយយកវាទៅផ្ទះដើម្បីសាកល្បងថ្មីនៅសល់យើងនឹងយកទៅក្រុងវាអាចលក់បានយ៉ាងហោចណាស់$800មិនអីទេខ្ញុំនឹងយករបស់ទាំងនេះមកវិញមុនខ្ញុំនឹងមកម្ដងទៀតនៅថ្ងៃស្អែកទុកបង្គាធំនៅចំកណ្ដាលសម្រាប់ខ្ញុំចូលចង់ចាំថាកុំឲ្យអ្នកដទៃចំណេញពីវាការឆ្លុះប្រកែកជាមួយនាងគឺគ្មានប្រយោជន៍ទេវិធីសាស្ត្ររបស់នាងគឺគ្រាន់តែការភ័ន្តច្រឡំរបស់អ្នកភូមិអាយពួកគេបានបិទផ្លូវខ្ញុំទាំងស្រុងព្រោះនាងចូលចិត្តកេងចំណេញពីអ្នកដទៃខ្លាំងពេកបន្ទាប់មកខ្ញុំនឹងឲ្យនាងបំពេញខ្ញុំញ៉ាំបង្គារយៈនេះរាល់ថ្ងៃស្បែករបស់ខ្ញុំបានប្រសើរឡើងបើប្រៀបធៀបទៅនឹងទីក្រុងគ្រឿងសម្អាងដំណើរការដោយឥតគិតថ្លៃបង្គារឆ្ងាញ់ណាស់បងស្រីកែវបង្គារទាំងនេះមាននៅក្នុងក្រុងហើយគេលក់ក្នុងតម្លៃ100 យួនក្នុងមួយជីនតើអ្នកមានលុយច្រើនប៉ុណ្ណាដើម្បីទិញរបស់របរជារៀងរាល់ថ្ងៃខ្ញុំមិនខ្ជិះខ្ជាយលុយនោះទេទាំងអស់នេះជាកម្មសិទ្ធិរបស់សាររបស់ចេនម៉ូគាត់មានសុខវិនិច្ឆ័យហើយអនុញ្ញាតឲ្យខ្ញុំយកអ្វីដែលខ្ញុំចង់បានធំដែលខ្ញុំនេសាទបានកាលពីម្សិលមិញសូមរើសយកខ្ញុំបានយកវាខ្លះទៅក្រុងហើយលក់វាឡើងវិញវាលក់បានត្រឹមតែជាង1000បន្តិចប៉ុណ្ណោះដែលល្អជាងរបស់ចំណាស់បានធ្វើការរយៈពេល10ថ្ងៃតើវាពិតឬមិនពិតចេនម៉ូបានយល់ព្រមនោះជាការពិតណាស់គាត់មិនអាចញ៉ាំតែម្នាក់ឯងបានទេប៉ុណ្ណឹងហើយខ្ញុំបានជួយគាត់សម្អាតស្តុកគាត់គួរតែអរគុណខ្ញុំហេតុអ្វីបានជាអ្នកគ្រាន់តែមើលខ្ញុំញ៉ាំនៅចំកណ្ដាលបង្គានៅក្នុងខ្សែធំជាងគេតើអ្នកញ៉ាំអស់ហើយឬនៅមិនអីទេបន្ទាប់មកយើងនឹងមិនឈរលើពិធីនោះទេតោះទៅគេហាត់ទំព័របដូរឈីបល្អក្មេងកំព្រីគ្មានឪពុកម្ដាយតើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំរបស់របររបស់គាត់ទាំងអស់សុទ្ធតែជារបស់យើងលោកអូនបើអ្នកកំពុងសម្លឹងមើលបង្គារបស់ខ្ញុំនោះខ្ញុំនឹងប្រាប់អ្នកថាអ្នកអាចមានសេរីភាពប៉ុណ្ណារបស់ថ្លៃបំផុតគឺជារបស់ដែលមានតម្លៃថ្លៃបំផុតសៀវម៉ូភេរីយេគួយនៅជាមួយយើងខ្ញុំបានប្រាប់អ្នកហើយថាអ្នកគឺជាក្មេងដែលមានចិត្តទូលាយបំផុតពួកគេបានអញ្ជើញយើងជាពិសេសឲ្យចូលរួមដើម្បីទាញយកផលប្រយោជន៍ពីកិច្ចឈ្មោះរបស់ហើយអ្នកមិនអាចញ៉ាំអាហារទាំងអស់ដោយខ្លួនឯងបានទេប៉ុណ្ណឹងហើយយើងនឹងជួយអ្នកចែករំលែកបន្ទុកកុំបារម្ភអីយើងនឹងប្រយ័ត្នចំពោះអ្វីដែលយើងធ្វើខ្ញុំបានប្រមូលវាទាំងអស់សម្រាប់អ្នកតើអ្នកចង់មានន័យយ៉ាងណាវាគឺជាអ្នកមនាងវងដែលបានអាចយកពួកគេបានទេពួកគេគ្រាន់តែមួយចំនួនគេឲ្យហេតុអ្វីក៏ចិត្តចង្អៀតម្លេះនេះសម្រាប់លោកការលក់ទៅអ្នកណាគឺដូចគ្នានឹងការលក់ទៅឲ្យអ្នកដទៃដែរអ្នកមិនស្គាល់យើងទេនេះគឺជាឪពុកម្ដាយដែលបានមើលអ្នកធំឡើងជាន់ខ្ពស់ថ្ងៃនេះខ្ញុំពិតជាត្រូវចាប់បង្គាទាំងនេះមែនចូលយើងមើលថាតើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំមួយណាធំជាងប្រញាប់ឡើងចាប់យកមួយណាការឆ្លុះប្រកែកជាមួយពួកគេគឺគ្មានប្រយោជន៍ទេវានឹងធ្វើឲ្យពួកគេញូរឆ្នោតបានគេវានឹងប្រោះទឹកហើយទីបំផុតអ្នកភូមិពួកគេថែមទាំងបានណែនាំខ្ញុំឲ្យមានដោយសារតែបែបនេះមែនកុំបន្ទោសខ្ញុំថាមិនគួរសមអីខ្ញុំខឹងសួស្ដីតើវាជានរណាតើនេះជាឈ្មោះរបស់បាវងឆៃដឹងមែនទេលោកចេនម៉ូវាជាខ្ញុំសួស្ដីខ្ញុំឈ្មោះលីងមកពី Genting Fresh Stream វេទិការបស់យើងនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខ្ញុំបានឃើញបង្គាយៈរបស់អ្នកនៅលើអ៊ីនធឺណិតវាពិតជាខ្ញុំចាប់អារម្មណ៍ហើយចង់និយាយជាមួយអ្នកអំពីរយៈពេលវែងកិច្ចសហប្រតិបត្តិការរយៈពេលវែងនោះពិតជាអស្ចារ្យណាស់តើវាងាយស្រួលសម្រាប់អ្នកក្នុងការមកទីរួមខេត្តទេចូលយើងនិយាយគ្នាទល់មុខគ្នាវាងាយស្រួលណាស់ខ្ញុំនឹងទៅនៅថ្ងៃខាងស្អែកមិនអីទេបន្ទាប់មកនៅព្រឹកថ្ងៃច័ន្ទក្រោយវេលាម៉ោង 10:00 ព្រឹកជួបគ្នានៅទីស្នាក់ការកណ្ដាលសូមតាក់ទងមកខ្ញុំនៅពេលអ្នកមកដល់ទន្ទឹងរង់ចាំជួបអ្នកទន្ទឹងរង់ចាំខ្ញុំនៅទីនេះដើម្បីជួបអ្នកយល់ព្រមអរគុណលោកលីនការធ្វើដំណើរទៅមកនេះនឹងចំណាយពេលយ៉ាងហោចណាស់តើនឹងមានអ្វីកើតឡើងចំពោះឆែថែងក្នុងរយៈពេល3ថ្ងៃអេចេនម៉ូការទទួលទូរស័ព្ទចំណាយពេលយូរណាស់ខ្ញុំសប្បាយចិត្តណាស់តើនេះជាដំណើរដ៏វែងឆ្ងាយមែនទេ